សួស្តីបងប្អូនសិស្សានុសិស្សនិស្សិតនិងមិត្តអ្នកសិក្សាទាំងអស់គ្នានៅក្នុងវីដេអូនេះយើងរៀននឹងធ្វើការចែករំលែកនៅវិញ្ញាសាទី2ជាវិញ្ញាសាហ្វឹកហាត់រំលឹកមេរៀនក៏ដូចជាពង្រឹងពុទ្ធិស្វែងយល់បន្ថែមទៅលើមុខវិជ្ជាជីវវិទ្យាថ្នាក់ទី11អូខេអញ្ចឹងនៅក្នុងវិញ្ញាសាទី2នេះក៏យើងមានដូចនៅក្នុងវិញ្ញាសាទី1ដែរមានសំណួរភូជ្រើសរើសទម្រង់សំណួរសរសេរហើយនឹងលំហាត់ដែលឡៃលំហាត់យើងនឹងធ្វើការកែនៅក្នុងពេលបន្តសំណួរពហុជ្រើសរើសសំណួរទី1នៅក្នុងវគ្គមេតាផាសក្រូម៉ូសូមលេចរូបរាងច្បាស់ជាងវគ្គដទៃតើបណ្ដាលមកពីអ្វីបាទអញ្ចឹងយើងបានសិក្សារួចហើយថានៅក្នុងវគ្គមេតាផាសរបស់មីតូសហ្នឹងក្រូម៉ូសូមលេចរូបរាងច្បាស់ជាងវគ្គដទៃវគ្គមាន4ណាវគ្គមីតូសវាមាន4វគ្គគឺវគ្គប្រូផាសមេតាផាសអាណាផាសនិងតេឡូផាសប៉ុន្តែយើងឃើញថាវគ្គមេតាផាសក្រូម៉ូសូមលេចរូបរាងច្បាស់ជាងវគ្គដទៃមកពីមូលហេតុអ្វីអញ្ចឹងចម្លើយកក្រូម៉ូសូមទាំងអស់ប្រមូលផ្ដុំនៅប្លង់អេក្វាទ័រខ ADN ដំឡើងទ្វេបង្កើតបាន ADN កូន2កក្រូម៉ូសូមរងស្ពាកម្មគឺរួញខ្លីដល់កម្រិតអតិបរមាខគេប្រើកុលស៊ីស៊ីនបង្អាក់ចំណែកកោសិកាក្នុងវគ្គមេតាផាសអូខេអញ្ចឹងយើងដឹងហើយថានៅក្នុងវគ្គមេតាផាសហ្នឹងគឺក្រូម៉ូសូមវាទៅប្រមូលផ្ដុំគ្នានៅលើប្លង់អេក្វាទ័រប៉ុន្តែអានេះអត់បានបញ្ជាក់ថាមូលហេតុអីបានជាធ្វើឲ្យវាលេចរូបរាងច្បាស់ហ្នឹងADN ដំឡើងទ្វេបង្កើតបាន ADN កូន2នេះគឺនៅក្នុងចន្លោះវគ្គនៅក្នុងវគ្គ S នៅចន្លោះវគ្គគឺ ADN ដំឡើងទ្វេបង្កើតបាន ADN កូន2ក្រូម៉ូសូមរងស្ពាកម្មរួញខ្លីដល់កម្រិតអតិបរមាក្រូម៉ូសូមចាប់ដើមលេចរូបរាងតាំងពីវគ្គប្រូផាសម្លេះគឺដោយសារតែវាធ្វើស្ពាកម្មគឺវារួញខ្លីប៉ុន្តែដល់ពេលវារួញខ្លីដល់កម្រិតអតិបរមាគឺវាធ្វើឲ្យក្រូម៉ូសូមនោះលេចរូបរាងកាន់តែច្បាស់គឺច្បាស់ជាងវគ្គដទៃអញ្ចឹងកនេះគឺជាចម្លើយត្រឹមត្រូវដែរខប្រើប្រាស់កុលស៊ីស៊ីនដើម្បីបង្អាក់ចំណែកកោសិកាក្នុងវគ្គមេតាផាសនេះគឺជាបច្ចេកទេសនៅក្នុងការរៀបចំការីយ៉ាទីបសំណួរទី2តាមរយៈតារាងពង្សាវលីដែលបង្ហាញពីការបញ្ជូនជំងឺភក់នៅក្នុងគ្រួសារមួយដូចរូបខាងក្រោមនេះតើសមាជិកចំនួនទី2សមាជិកទី1និងចំនួនទី2សមាជិកទី2មានសេណូទីបដូចម្ដេចបាទចម្លើយមានស្រាប់ហើយគឺកជាអូម៉ូស៊ីកូតលុបខជាអេដ្រូស៊ីកូតកជាអូម៉ូស៊ីកូតអន់ហើយខជាអូម៉ូស៊ីកូតលុបឬជាអេដ្រូស៊ីកូតអញ្ចឹងចម្លើយមួយណាត្រឹមត្រូវអូខេអញ្ចឹងយើងមើលនៅក្នុងតារាងពង្សាវលីនេះថាតើវាជាដំណពូជបែបណាដំណពូជនោះវាមានដំណពូជលើក្រូម៉ូសូមធម្មតាដែលអាចចែកជាពីរទៀតគឺលក្ខណៈលុបលក្ខណៈអន់ដំណពូជជាប់នឹង x មានលក្ខណៈលុបលក្ខណៈអន់ដូចគ្នានិងដំណពូជជាប់នឹង y អូខេអញ្ចឹងយើងមិនបាច់មើលអីវែងឆ្ងាយទេឃើញថាដំណពូជនេះវារំលងចំនួនបាទអញ្ចឹងវាដឹងថាជាលក្ខណៈអន់ហើយប៉ុន្តែតើនៅលើ x ឬក៏នៅលើក្រូម៉ូសូមធម្មតាអូខេអញ្ចឹងយើងមើលសមាជិកទី2ទី1និងទី2នៅក្នុងចំនួនទី2ហ្នឹងទី1និងទី2គឺគាត់ជាធម្មតាអត់មានការជំងឺអីទេប៉ុន្តែដល់ចំនួនទី3យើងឃើញមានកូនរបស់គាត់នឹងកើតជំងឺគឺមានកូនទី2ទី3ហើយនិងទី5នេះគឺសិតតែកើតជំងឺហើយគាត់កើតជំងឺបើគាត់កើតជំងឺបើសិនជាដំណពូជនេះនៅលើក្រូម៉ូសូម X អញ្ចឹងយើងឃើញមានកូនស្រីកើតជំងឺនេះម្ដាយអាចផ្ទុកជំងឺបានប៉ុន្តែកូនប្រុសត្រូវចម្លងអាឡែលជំងឺមួយទៅឲ្យកូនស្រីប៉ុន្តែសមាជិកទី2នៅក្នុងចំនួនទី2គាត់ជាមនុស្សប្រុសហ្នឹងគាត់អត់បានកើតជំងឺអីទេដូច្នេះដំណពូជនេះគឺជាដំណពូជនៅលើក្រូម៉ូសូមធម្មតាលក្ខណៈអន់អញ្ចឹងបើលក្ខណៈអន់គឺសមាជិកទី1ក្នុងចំនួនទី2និងសមាជិកទី2ក្នុងចំនួនទី2ដូចគ្នាហ្នឹងគាត់ត្រូវតែជាអេដ្រូស៊ីកូតគឺគាត់ធម្មតាគាត់អត់បានកើតជំងឺអញ្ចឹងគាត់ជាអេដ្រូស៊ីកូតដោយគាត់ផ្ទុកអាឡែលកំណត់ជំងឺមួយបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខអេធំអេតូចសំណួរទី3ឈាមសម្បូរអុកស៊ីហ្សែនចេញពីថតក្រោមឆ្វេងទៅកាន់ជាលិកាផ្សេងរបស់សារពាង្គកាយដោយឆ្លងកាត់ប្រឹសណាមួយរបស់បេះដូងបាទតើឈាមសម្បូរអុកស៊ីហ្សែនចេញពីថតក្រោមឆ្វេងទៅកាន់ជាលិកាផ្សេងរបស់សារពាង្គកាយដោយឆ្លងកាត់ប្រឹសណាមួយអញ្ចឹងប្រឹសមាន4ប្រឹសបេះដូងមាន4ប្រឹសអណ្ដាត2ប្រឹសអណ្ដាត3ប្រឹសអាអកប្រឹស
សួតបាននៅក្នុងបេះដូងឈាមមានលំហូរចេញពីថតក្រោមឆ្វេងទៅកាន់ជាលិកាផ្សេងនេះគឺទៅតាមសរសៃឈាមអាអកដែលវាទៅឆ្លងកាត់ប្រើសមួយឈ្មោះថាប្រើសអាអកដូច្នេះចម្លើយត្រឹមត្រូវគឺចម្លើយ ក ប្រើសអាអកសំណួរទី4បណ្ដូលរូបធាតុចិញ្ចឹមរវាងឈាមនិងកោសិការបស់សារពាង្គកាយកើតមាននៅក្នុងកវ៉ែនសរសៃវ៉ែនខអាអកកអាទែខសរសៃបដូរបាទអញ្ចឹងតកតងនឹងនីតិរបស់សរសៃឈាមនីមួយៗសរសៃវ៉ែនដឹកនាំឈាមត្រឡប់ចូលបេះដូងវិញអាអកនាំឈាមចាក់ឆ្ងាយពីបេះដូងអាទែក៏ជាសរសៃឈាមដែលនាំឈាមចាក់ឆ្ងាយពីបេះដូងដែរអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺសរសៃបដូរសរសៃបដូរគឺជាសរសៃឈាមដែលកើតមានបណ្ដូលរូបធាតុរវាងឈាមនិងកោសិកាផ្សេងៗរបស់សារពាង្គកាយ5មេយ៉ូជាចំណែកពីរដងបន្តបន្ទាប់គ្នារបស់តើរបស់កោសិកាណាមួយខាងក្រោមកស្ពែម៉ាតូស៊ីតរមាំង1ខស្ពែម៉ាតូស៊ីតរមាំង2កកោសិកាពូជខស្ពែម៉ាតូកូនីអូខេអញ្ចឹងយើងត្រឡប់ទៅរំលឹកមេរៀននៅក្នុងកំណរស្ពែម៉ាតូស៊ីតឬក៏ម៉ែត្រឈ្មោះឡើងវិញនៅក្នុងកំណរស្ពែម៉ាតូស៊ីតកើតឡើងពីកោសិកាពូជនៅក្នុងក្រពេញភេទហ្នឹងវាធ្វើមីតូសបន្តបន្ទាប់បង្កើតបានទៅជាស្ពែម៉ាតូកូនីបន្តមកស្ពែម៉ាតូកូនីនឹងកើតមានតិចតួចคล้ายទៅជាស្ពែម៉ាតូស៊ីតរមាំង1ហើយស្ពែម៉ាតូស៊ីតរមាំង1នីមួយៗនោះវារងចំណែកទី1នៅមេយ៉ូសបង្កើតបានស្ពែម៉ាតូស៊ីតរមាំង2បន្តមកទើបស្ពែម៉ាតូស៊ីតរមាំង2បន្តចំណែកទី2នៅមេយ៉ូសបង្កើតបានស្ពែម៉ាទីតដូច្នេះមេយ៉ូសជាចំណែក2ដងបន្តបន្ទាប់គ្នារបស់កោសិកាស្ពែម៉ាតូស៊ីតរមាំង1អញ្ចឹងចម្លើយកជាចម្លើយត្រឹមត្រូវគឺស្ពែម៉ាតូស៊ីតរមាំង1សំណួរសរសេរបាទនៅទីនេះយើងមាន5សំណួរធំសំណួរទី1កដូចម្ដេចដែលហៅថាចំណងពពតិត ឌីពពតិតខចូលសរសេររូបមន្តទូទៅ ឌីពពតិតដោយបញ្ជាក់ពីចំណងពពតិតឲ្យបានច្បាស់លាស់អូខេអញ្ចឹងកដែលហៅថាចំណងពពតិតគឺជាសម្ព័ន្ធកូវ៉ាឡង់ដែលភ្ជាប់អាមីណូអាស៊ីត2ឬក៏ភ្ជាប់អាស៊ីតអាមីណេ2 ឌីពពតិតជាអាមីណូអាស៊ីត2ភ្ជាប់គ្នាដោយចំណងពពតិត1បាទរូបមន្តទូទៅរបស់អាស៊ីតអាមីណេអញ្ចឹងយើងទៅសេរូបមន្តទូទៅស្ទើលាតមកយើងដឹងហើយថាអាស៊ីតអាមីណេនីមួយៗវាកើតឡើងពីបណ្ដុំអាមីនបណ្ដុំកាបុកស៊ីលរ៉ាឌីកាល់ហើយនឹងកាបូនកណ្ដាលភ្ជាប់ជាមួយនឹងអ៊ីដ្រូសែន1បាទអញ្ចឹងដើម្បីសរសេររូបមន្តទូទៅ ឌីពពតិតគឺយើងយករូបមន្តទូទៅរបស់អាស៊ីតអាមីណេនីមួយៗហ្នឹងយកមកភ្ជាប់បញ្ចូលគ្នាមកហើយចំណងពពតិតវានឹងកើតឡើងរវាងបណ្ដុំកាបុកស៊ីលរបស់អាស៊ីតអាមីណេមួយទៅនឹងបណ្ដុំអាមីនរបស់អាស៊ីតអាមីណេមួយទៀតដូច្នេះរូបមន្តទូទៅ ឌីពពតិតគឺយើងត្រូវសរសេរវាបែបនេះសំណួរទី2ចូលរកលក្ខណៈខុសគ្នារវាងទម្រង់កោសិកាសត្វនិងទម្រង់កោសិការុក្ខជាតិបាទអញ្ចឹងទម្រង់កោសិកាសត្វនិងទម្រង់កោសិការុក្ខជាតិវាមានលក្ខណៈខុសគ្នាមួយចំនួនដូចខាងក្រោមទី1ចំពោះកោសិកាសត្វគ្មានភ្នាសសែលលុយឡុសគ្មានក្លរ៉ូផ្លាសមានសង់ត្រីយ៉ូលមានលីសូសូមមានវ៉ាហ្គីអូលតូចៗមានរាងខុសៗគ្នាទៅតាមនាទីចំពោះកោសិការុក្ខជាតិវិញមានភ្នាសសែលលុយឡុសមានក្លរ៉ូផ្លាសគ្មានសង់ត្រីយ៉ូលជាទូទៅគ្មានលីសូសូមមានវ៉ាគូយអូលកណ្ដាលធំមានរាងពហុកោណឬក៏រាងដែលមានជ្រុងច្រើនសំណួរទី3នៅពេលបង្កកំណើតតើអាចមានស្ពែម៉ាតូស៊ូអ៊ីត2ចូលក្នុងអូវលតែមួយឬទេពីព្រោះអ្វីចូលពន្យល់បាទចំពោះការបង្កកំណើតចំពោះមនុស្សចំពោះសត្វហ្នឹងថាតើអាចមានស្ពែម៉ាតូស៊ូអ៊ីត2ចូលទៅបង្កកំណើតនៅក្នុងអូវលតែមួយដែរឬទេហេតុអ្វីបាទចម្លើយគឺនៅពេលបង្កកំណើតมันអាចមានស្ពែម៉ាតូស៊ូអ៊ីត2ចូលក្នុងអូវលតែមួយបានទេពីព្រោះនៅពេលស្ពែម៉ាតូស៊ូអ៊ីត1ជ្រៀតចូលទៅក្នុងស៊ីតូផ្លាសរបស់អូវូស៊ីតរមាំង2ធ្វើឲ្យអូវូស៊ីតរមាំង2រំដោះចេញនៅបន្ទុករបស់គ្រាប់ល្អិតទៅក្នុងលំហដែលស្ថិតនៅចន្លោះអូវូស៊ីតរមាំង2និងតំបន់ប៉េលូស៊ីតបង្កបានទៅជាភ្នាសបង្កកំណើតមួយដែលរារាំង
មិនឲ្យ spermatozoid ផ្សេងទៀតជ្រៀតចូលបានបាទនេះគឺជាមូលហេតុដែលនៅពេលដែលបង្កកំណើតហ្នឹងកាលណា spermatozoid មួយចូលទៅក្នុង cytoplasm ជួបនឹង oocyte រ៉ូម៉ាំង2ដើម្បីបង្កកំណើតហើយគឺវាបង្កើតបានទៅជាភ្នាសបង្កកំណើតដែលរារាំងមិនឲ្យ spermatozoid ដទៃទៀតជ្រៀតចូលទៅបង្កកំណើតបានសំណួរទី4អ្វីទៅជា trisomy ទី21ណាតើអ្វីជា trisomy ទី21តើ trisomy ទី21អាចកើតឡើងរបៀបដូចម្ដេចហើយវានាំឲ្យមានផលវិបាកដូចម្ដេចបាទ trisomy ទី21 tri ហ្នឹង3ណា trisomy ទី21អាហ្នឹងគឺសំដៅទៅលើក្រូម៉ូសូមអូម៉ូឡូកគូទី21អញ្ចឹង trisomy ទី21គឺជាលក្ខខណ្ឌដែលកោសិកាឬសារពាង្គកាយមួយលើសក្រូម៉ូសូមមួយក្នុងគូក្រូម៉ូសូមអូម៉ូឡូកទី21បុព្វហេតុដែលនាំឲ្យកើតមាន trisomy ទី21គឺនៅពេលមេយ៉ូគ្មានការផ្ដាច់ចេញនៃគូក្រូម៉ូសូមអូម៉ូឡូកទី21ទេដូច្នេះចំពោះកាម៉ែតដែលកើតឡើងគឺមានកាម៉ែតមួយយ៉ាងមានក្រូម៉ូសូមអូម៉ូឡូកគូទី21ដល់ទៅ2និងកាម៉ែតម្យ៉ាងទៀតគ្មានក្រូម៉ូសូមទី21សោះអានេះគឺយើងបកស្រាយទី1គឺនៅពេលមេយ៉ូទី2នៅពេលបង្កកំណើតបើកាម៉ែតដែលមានក្រូម៉ូសូមទី21ដល់ទៅ2ទៅជួបកាម៉ែតធម្មតានោះនឹងកើតឡើងនៅស៊ីកូតដែលមានក្រូម៉ូសូមទី21ដល់ទៅ3គឺជា trisomy ទី21អញ្ចឹងចំពោះការបកស្រាយអំពីបុព្វហេតុនៃ trisomy ទី21នេះគឺយើងត្រូវបកស្រាយចលនការមេយ៉ូហើយនឹងចលនការបង្កកំណើតបាទនៅក្នុងសំណួរនេះគេសួរបន្តទៀតថាតើវានាំឲ្យមានផលវិបាកដូចម្ដេចអញ្ចឹងផលវិបាករបស់ trisomy ទី21នេះគឺទី1គ្មានការលូតលាស់ទី2ទឿទី3មិនសូវមានប្រាជ្ញាទី4ប្រអប់ដៃខ្លីទី5ភ្នែកបញ្ឆិតចុះក្រោមហើយនឹងទី6អាសំណួរទី5មនុស្សម្នាក់មានកូលីកាក្រហមតិចធ្វើការឆាប់ហត់នឿយចូលពន្យល់ណាមនុស្សម្នាក់មានកូលីកាក្រហមតិចធ្វើការឆាប់ហត់នឿយចូលពន្យល់ចំពោះចម្លើយនៃសំណួរនេះគឺយើងពន្យល់អំពីតួនាទីរបស់កូលីកាក្រហមតើវាមានតួនាទីអីចាំបាច់អីអូខេអញ្ចឹងចម្លើយមនុស្សម្នាក់មានកូលីកាក្រហមតិចធ្វើការឆាប់ហត់នឿយដោយសារកូលីកាក្រហមមាននាទីដឹកនាំអុកស៊ីហ្សែនពីសួតទៅឲ្យគ្រប់កោសិកាទាំងអស់នៃសារពាង្គកាយបើមនុស្សម្នាក់មានកូលីកាក្រហមតិចធ្វើឲ្យការផ្គត់ផ្គង់អុកស៊ីហ្សែនទៅឲ្យកោសិកាផ្សេងៗរបស់សារពាង្គកាយមិនបានគ្រប់គ្រាន់ជាហេតុសារពាង្គកាយមិនអាចដំណើរការដង្ហើមកោសិកាបានល្អដើម្បីបញ្ចេញថាមពលពីក្នុងសារធាតុចិញ្ចឹមបាន